បាទសូមគោរពនឹងជំរាបសួរឥឡូវយើងចូលមកដល់ចំណុចទី2ហើយបានជាហ៊ានថារៀនរបៀបហ្នឹងគឺលឿនចេះអាននិងចេះសរសេរបងប្អូនឧទាហរណ៍ថាឥឡូវយើងអ្នកអត់ចេះអក្សរខ្មែរសោះហើយយើងស្គាល់តួអក្សរអស់យើងស្គាល់ស្រៈអស់អញ្ចឹងរឿងអីដែលយើងមិនអាចប្រកបបានរឿងអីដែលយើងមិនអាចសរសេរបានដូចគ្នាចំណុចទី2នេះចង់បង្ហាញអំពីចំណុចកលឹះថាយើងរៀនយ៉ាងម៉េចដើម្បីឲ្យយើងឃើញមើលតួអក្សរទៅមើលធ្លុះមើលដឹងតែម្ដងណាបាទអញ្ចឹងយើងនឹងរៀន6ចំណុចសំខាន់បាទហើយខ្ញុំគិតថាការសិក្សានោះប្រហែលជាចំណាយពេលប្រហែលជា2ទៅ3ខែអឺបើយកចិត្តទុកដាក់ខ្លាំងគឺបងប្អូននឹងអាចអានភាសាអង់គ្លេសបានតែម្ដងបាទគឺគាត់តែឃើញគឺយើងកលេសគឺយើងអានបានតែម្ដងបាទអញ្ចឹង6ចំណុចនេះគឺចំណុចទី1គឺយើងរៀនយ៉ាងម៉េចយើងរៀនអំពីហៅថាព្យញ្ជនៈតូលបាទយើងដឹងហើយស្រៈអក្សរក្នុងភាសាអង់គ្លេសមាន26តួក្នុង26តួនោះមាន5តួគឺជាស្រៈបាទអញ្ចឹងភាសាអង់គ្លេសស្រៈមានតែ5ទេបាទអញ្ចឹងព្យញ្ជនៈមាន21បាទអញ្ចឹងយើងរៀនលម្អិតអំពីចរិតលក្ខណៈរបស់វាមួយយើងនឹងស្គាល់បាទយើងនឹងស្គាល់ថាអានឹងសូអីហើយអានថាម៉េចបាទហើយវាមានសម្លេងអីខ្លះលក្ខណៈថាសម្លេងបែបខ្មែរហ្នឹងសម្លេងស្អីខ្លះហ្នឹងអញ្ចឹងខ្ញុំនឹងធ្វើវីដេអូលម្អិតមួយបាទពីអក្សរ A រហូតដល់ Z បាទអញ្ចឹងបងប្អូនគាត់រៀនតាមនឹងទៅឲ្យយល់មួយទៅបងប្អូននឹងចេះអានចេះប្រកបបាទចេះសរសេរតែម្ដងចំណុចទី1ចំណុចទី2បងប្អូនរៀនអំពីព្យញ្ជនៈផ្សំបាទព្យញ្ជនៈផ្សំបាទខាងលើព្យញ្ជនៈតូលខាងក្រោមរៀនអំពីព្យញ្ជនៈផ្សំស្អីទៅព្យញ្ជនៈផ្សំនេះបងប្អូនដូចឃើញក្នុងអក្សរហ្នឹងគឺទី1គឺអក្សរ N និងអក្សរ G យើងវាគឺជាព្យញ្ជនៈប៉ុន្តែនៅយើងបូកចូលគ្នានេះយើងខ្លាចជាព្យញ្ជនៈផ្សំអញ្ចឹងអក្សរ N និងអក្សរ G ហ្នឹងនៅជាមួយគ្នាវាដើរតួនាទីវាខ្លាចជាអក្សរងណាបាទអាហ្នឹងហៅថាព្យញ្ជនៈផ្សំបាទឧទាហរណ៍លើមួយទៀតអក្សរ N និងអក្សរ H កាលណានៅជាមួយគ្នាវាខ្លាយទៅជាអក្សរញណាហ្នឹងហើយឥឡូវមួយទៀតឧទាហរណ៍មួយទៀតអក្សរ T និងអក្សរ H បាទអក្សរ T និងអក្សរ H មានសូរ2បាទអញ្ចឹងកាលណាវានៅជាមួយគ្នាសូរទី1វាខ្លាយទៅជាអក្សរសណាហើយសូរទី2កាលណាវានៅជាមួយគ្នាវាខ្លាយទៅជាអក្សរដឬក៏ដណាអាហ្នឹងហៅថាព្យញ្ជនៈផ្សំអញ្ចឹងយើងនឹងរៀនលម្អិតមួយរហូតដល់អស់ព្យញ្ជនៈផ្សំបាទចំណុចទី3យើងនឹងរៀនអំពីសំឡេងស្រៈតូលណាអញ្ចឹងខាងលើយើងរៀនហើយពីព្យញ្ជនៈផ្សំព្យញ្ជនៈតូលឥឡូវយើងរៀនអំពីស្រៈតូលវិញណាស្រៈតូលយើងមានតែ5ទេគឺមាន A មាន E មាន I មាន O មាន U អញ្ចឹងយើងស្គាល់អំពីសូរស្រៈនីមួយៗហ្នឹងវាមានសំឡេងអីខ្លះកាលណាវានៅជាមួយព្យញ្ជនៈអញ្ចឹងគួរតែអានថាម៉េចណាអាហ្នឹងយើងនឹងយល់ណាបាទចំណុចទី4យើងនឹងរៀនអំពីសំឡេងស្រៈផ្សំបាទសំឡេងស្រៈផ្សំដូចជានៅឧទាហរណ៍ថាអ្នកយើងមើលអក្សរ E ហើយនឹង A ស្រៈ E ជាមួយនឹងស្រៈ A បូកចូលគ្នាទៅវាក្លាយជាសំឡេងស្រៈអីមួយផ្សេងណាឧទាហរណ៍ថាវាមានសំឡេង E ណាហ្នឹងណាអក្សរស្រៈO ហើយនឹងស្រៈអក្សរ U បាទអក្សរ O និងអក្សរ U វាជាស្រៈណាអញ្ចឹងកាលណាវាផ្សំនៅជាមួយគ្នាវាមានសូរសំឡេងស្អីខ្លះអញ្ចឹងវាមានសូរសំឡេង2ឬក៏3ឬក៏4ណាអញ្ចឹងខ្ញុំនឹងបញ្យល់ធ្វើមេរៀនបញ្យល់ម្ដងមួយមួយคลิปខ្លីៗអញ្ចឹងយើងឆ្លៀតពេលយើងចាយពេលប្រហែលជាមកវីដេអូហ្នឹង4 5នាទី4 10នាទីបងប្អូនមើលទៅនឹងអាចយល់ហើយអាហ្នឹងហៅថាយើងរៀនអំពីស្រៈផ្សំណាបាទដល់ពេលចំណុចទី5យើងនឹងរៀនអំពីសំឡេងស្រៈដែលកើតចេញពីស្រៈនិងព្យញ្ជនៈបាទអញ្ចឹងក្នុងភាសាអង់គ្លេសស្រៈបូកព្យញ្ជនៈវាคล้ายទៅជាសំឡេងស្រៈមួយផ្សេងទៀតណាបាទឧទាហរណ៍ដូចជានេះយើងឃើញទេអក្សរ A គឺជាស្រៈណាអក្សរ I គឺជាព្យញ្ជនៈហើយអក្សរ T គឺជាព្យញ្ជនៈអញ្ចឹងផ្សំចូលគ្នាទៅវាមានសំឡេងមួយផ្សេងណាបាទឧទាហរណ៍វាមានសំឡេង as ណា as ណាទី2អក្សរ A ផ្សំជាមួយអក្សរ S ពីរដងនេះវាមានទៅជាសំឡេងស្រៈមួយដែរណាមួយទៀតគឺអក្សរ I អក្សរ N អក្សរ D ណាអក្សរ I គឺជាស្រៈហើយអក្សរ N គឺជាព្យញ្ជនៈហើយអក្សរ D គឺជាព្យញ្ជនៈអញ្ចឹងកាលណាវានៅជាមួយគ្នាវាបានទៅជាសំឡេងស្រៈមួយណាអញ្ចឹងមានច្រើនអាហ្នឹងមិនច្រើនប្រហែលទេយើងអាចរៀនទៅយើងនឹងយល់យើងដឹងអញ្ចឹងយើងគាត់តែឃើញគឺយើងអានតែបានតែម្ដងណាគណៈយើងយល់អំពីចរិតរបស់ស្រៈផ្សំនឹងព្យញ្ជនៈនឹងហើយយើងគាត់តែឃើញយើងអាចអានបានតែម្ដងនេះហ្នឹងហើយចំណុចទី6គឺ
មានប្រភេទសូអានចុងពាក្យណាយើងរៀនអំពីប្រភេទសូដែលអានចុងពាក្យបែរថាធម្មតាឧទាហរណ៍ពាក្យថា question ណាហ្នឹងអញ្ចឹងនេះចំណុចទី1សិនណាអាហ្នឹងហៅថាសូចុងពាក្យអញ្ចឹងអាសិនហ្នឹងវាមានច្រើនមែនតើណានៅក្នុងពាក្យក្នុងភាសាអង់គ្លេសអញ្ចឹងយើងកាលយើងយល់យើងបានរៀនវាយើងនឹងឈប់ឆ្ងល់អូអាហ្នឹងឲ្យតែឃើញអាហ្នឹងគឺអានសិនអញ្ចឹងហ្មងណាហ្នឹងហើយនិយាយមើលដូចជា T អក្សរ I អក្សរ O អក្សរ N ណាអាហ្នឹងជាសូចុងពាក្យមួយដែលអាហ្នឹងគឺជាចង្កោមសូមួយវានៅជាមួយគ្នាហើយវានៅជុំគ្នា4អក្សរហ្នឹងវាបង្កើតបានជាសំឡេងមួយណាហ្នឹងទី2គឺអក្សរ S អក្សរ I អក្សរ O អក្សរ N អាហ្នឹងគឺវានៅជុំគ្នាមកចង្កោមហ្នឹងវាបង្កើតជាសំឡេងមួយណាហ្នឹងហើយទៀតអក្សរ O អក្សរ U អក្សរ O ឃើញទេបែរថាអក្សរ O អក្សរ U គឺជាស្រៈហើយអក្សរ O គឺជាជួនជាអ្នកអញ្ចឹងកាលណាវានៅជាមួយគ្នាវាបង្កើតបានជាចង្កោមសូសំឡេងមួយណាជាហូហែរហូតណាហ្នឹងអញ្ចឹងយើងរៀនលម្អិតពីវាមួយអញ្ចឹងកាលណាយើងយល់ពីវាហើយយើងគ្រាន់តែឃើញចរិតវាមកយើងអានបានតែម្ដងណាអាហ្នឹងជាចំណុចសំខាន់ដែរយើងរៀនលឿនចេះបាទយើងលឿនអានចេះអានលឿនចេះសរសេរណាអញ្ចឹងបើព្យាយាមយកចិត្តទុកដាក់ខ្ញុំគិតថាបងប្អូនចៃពេលប្រហែលជា2 3ខែគឺគ្រាន់តែឃើញភាសាអង់គ្លេសគឺអានបានតែម្ដងបាទឆ្អិនតែម្ដងអរគុណច្រើនជួបនៅវីដេអូក្រោយទៀត